ជំរាបសួរលោកគ្រូក៏ដូចជាមិត្តភក្តិអស់គ្នានាងខ្ញុំមីឈ្មោះថាហាំថនីតាដែលមកពីក្រុមទី1ថ្ងៃនេះខ្ញុំលើកយកមេរៀនប្រូទីយកមកបកស្រាយជូនលោកគ្រូនិងមិត្តភក្តិអស់គ្នាមុននឹងចូលចំណុចទី1យើងត្រូវតែយល់ដឹងថាតើប្រូទីគឺជាអ្វីប្រូទីគឺជាកោសិកាឯកកោសិកាឬពហុកោសិកាដែលមានន័យថាកោសិកាដែលច្រើនឬមានតែមួយទេដែលគឺជាអ៊ីការីយ៉ូតហើយប្រូទីនបែងចែកជា3គឺប្រូទីនសត្វរុក្ខជាតិនិងសិត្វតែខ្ញុំនឹងលើកយកចំណុចប្រូទីនសត្វយកមកបកស្រាយមុនដំបូងគេប្រូទីនសត្វគឺជាប្រូទីនប្រូតូសូអែរឯកកោសិកាបូជីបចឹងប្រូទីនសត្វហ្នឹងគឺជាប្រូទីនដែលមានតែមួយទេហើយវាមិនអាចផលិតអាហារដោយខ្លួនឯងបានទេហើយប្រូទីនសត្វនេះគឺរស់នៅកន្លែងដូចជាទឹកសាបទឹកប្រៃក្នុងដីឬនៅក្នុងកោសិកាផ្សេងៗទៀតហើយប្រូទីនសត្វនេះគឺបែងចែកគឺជា4ប្រភេទដែលខ្ញុំយកប្រភេទទី1យកមកនិយាយគឺអាមីននេះគឺនៅក្នុងប្រភេទប្រូទីនសត្វដែលវាមានការវិវត្តបន្តពូជដោយឥតភេទអញ្ចឹងការបន្តពូជដោយឥតភេទហ្នឹងគឺជាការបំបែកខ្លួនជាពីរហើយកោសិកាទាំងពីរដែលវាបំបែកខ្លួនហ្នឹងគឺដូចបេះបិទទៅនឹងកោសិកាមេខ្លាំងមែនទែនហើយប្រភេទប្រូទីនសត្វមួយនេះគឺវានៅកន្លែងដែលមិនស្អាតទេដូចជាវានៅកន្លែងដីភក់ទឹកកខ្វក់ជាដើមហើយបើប្រភេទប្រូទីនសត្វអាមីសមួយនេះស្ថិតនៅក្នុងខ្លួនមនុស្សហើយស្ថិតនៅក្នុងពោះវៀនវានឹងអាចបង្កទៅជាជំងឺរាគមូសហើយប្រភេទប្រូទីនសត្វមួយនេះគឺវាមានទម្រង់គឺជាគីសដែលធ្វើឲ្យវាមានភាពធន់ឥឡូវនេះយើងចូលមកប្រភេទប្រូទីនសត្វទី2គឺជាប៉ារ៉ាមេស៊ីអញ្ចឹងប៉ារ៉ាមេស៊ីនេះគឺជាប្រូតូសូអែរដែលជុំវិញខ្លួនវាសុទ្ធទៅដោយរោមញ័រហើយប្រភេទមួយនេះដែរគឺបន្តពូជដូចនឹងប្រភេទទី1ដែរគឺការបន្តពូជដោយភេទដោយការបែងចែកខ្លួនគឺជាពីរដូចវាដូចកូនដែលកើតមកហ្នឹងវាបេះបិទទៅនឹងមេដែលបង្កើតមកហើយពេលខ្លះទៀតគឺប៉ារ៉ាមេស៊ីហ្នឹងវាបន្តពូជភេទតាមដំណើរជំនាន់ប្ដូរអញ្ចឹងមានន័យថាប្រភេទប្រូទីនទី2នេះគឺជាប៉ារ៉ាមេស៊ីហ្នឹងគឺវាអាចបន្តពូជបាន2ហើយប៉ារ៉ាសេមីនេះគឺភាគច្រើនវារស់នៅក្នុងទឹកសាបជាមួយនឹងទឹកប្រៃហើយបើវាស្ថិតនៅក្នុងខ្លួនមនុស្សវាអាចបង្កទៅជាជំងឺរាគគ្រុនចាញ់គ្រុនក្តៅនិងជំងឺកាមរោគជាដើមបន្ទាប់ពីយើងដឹងពីនិយមន័យរបស់ប្រូទីនសត្វប្រភេទទី1គឺជាអាមីសយើងមកមើលតួនាទីនិងរូបផ្គុំរបស់វាវិញម្ដងដែលរូបផ្គុំវាមានដូចជាវ៉ាកុយអូកុនត្រាក់អញ្ចឹងប្រភេទវ៉ាកុយអូកុនត្រាក់ហ្នឹងគឺនៅក្នុងហ្នឹងគឺជាថង់ស្តុកតុកអំបិលនិងអាហារកាកសំណល់ផ្សេងៗដែលវាផ្ទុកនៅក្នុងហ្នឹងចំណែកឯជើងបញ្ឆោតអាមីសវិញគឺវាមានតួនាទីក្នុងការផ្លាស់ទីឬក៏ចាប់អាហារផ្សេងៗបន្ទាប់មកគឺជាភ្នាសស៊ីតូផ្លាសអញ្ចឹងភ្នាសស៊ីតូផ្លាសនេះគឺជាភ្នាសមួយដែលស្ដើងហើយទន់ដែលរុំព័ទ្ធពីក្រៅកោសិកាចូលមករូបផ្គុំបន្ទាប់ទៀតនោះគឺស៊ីតូផ្លាសគឺជាសារធាតុខាប់អន្ទ័រដែលស្ថិតនៅក្នុងចន្លោះណាយ៉ូនិងភ្នាសស៊ីតូផ្លាសហើយមានចលនាជានិច្ចបន្ទាប់មករូបផ្គុំចុងក្រោយគេនោះគឺណាយ៉ូគឺជាធាតុបង្កដោយកោសិកាហើយវាមានតួនាទីពិនិត្យរាល់ការធ្វើសកម្មភាពរបស់កោសិកាចូលមកកាន់មកស្លាយបន្ទាប់ទៀតនេះគឺជា
រូបគុំនិងតួនាទីរបស់ប្រទេសសត្វប្រភេទទីពីរគឺប៉ារ៉ាមេស៊ីអញ្ចឹងនេះគឺជារូបភាពហើយខ្ញុំនឹងរៀបរាប់អំពីតួនាទីរបស់វាអញ្ចឹងរូបគុំទី1នោះគឺរោមញ័រអញ្ចឹងរោមញ័រហ្នឹងគឺវាមានតួនាទីគេអញ្ចឹងរោមញ័រហ្នឹងគឺវាសម្រាប់ធ្វើចលនានិងបញ្ជូនអាហារទៅក្នុងមាត់បន្ទាប់មកយើងមកមើលរូបគុំបន្ទាប់ទៀតនោះគឺវ៉ាកុយអូកុនត្រាក់អញ្ចឹងតួនាទីរបស់វាគឺសម្រាប់សម្រួលតុល្យភាពទឹកដែលនៅក្នុងកោសិការូបគុំបន្ទាប់ទៀតនោះគឺស៊ីតូផ្លាសអញ្ចឹងស៊ីតូផ្លាសហ្នឹងគឺមានតួនាទីក្នុងការផ្ទុកសរីរាង្គតូចៗទាំងអស់ដែលមានតួនាទីសំខាន់ជាច្រើនរូបគុំបន្ទាប់ទៀតនោះគឺរន្ធេបបញ្ជាចឹងរូបគុំមួយនេះមានតួនាទីសម្រាប់សម្រាកបញ្ចេញទឹកនិងកាកសំណល់ផ្សេងៗរូបគុំបន្ទាប់ទៀតនោះគឺវ៉ាកុយអូរំលាយអាហារចឹងតួនាទីរបស់វាគឺសម្រាប់រំលាយអាហារនិងរំលាយកាកសំណល់នៅក្នុងកោសិកាចំណែកឯរូបគុំបន្ទាប់ទៀតនោះគឺណាយ៉ូថមគឺសម្រាប់ផ្ទុកអាហារផ្សេងៗរូបគុំបន្ទាប់ទៀតនោះគឺចង់អូរមាត់ចឹងនីតិរបស់វាគឺសម្រាប់បញ្ជូនអាហារហើយមានរូបគុំ4ទៀតគឺវ៉ាកុយអូតូចពេលលីគុយប្រហោងនៃមាត់និងមាត់បន្ទាប់មកយើងចូលមកប្រទេសសត្វប្រភេទទី3នោះគឺសាឌីយ៉ាគឺជាប្រភេទប្រទេសសត្វដែលរស់នៅក្នុងទឹកសាបដូចជាទឹកជ្រោះបឹងនិងទន្លេហើយវាក៏អាចបង្កជំងឺគ្រុនពោះវៀនយ៉ាងធ្ងន់ធ្ងរផងដែរហើយសាឌីយ៉ានេះគឺវាផ្លាស់ទីដោយរោមញ័រហើយមានចលនាដោយផ្លាបន្ទាប់មកយើងចូលប្រទេសសត្វប្រភេទទី3គឺសាឌីយ៉ានេះគឺជាប្រភេទប្រទេសសត្វដែលរស់នៅក្នុងទឹកសាបដូចជាបឹងទន្លេអីជាដើមហើយប្រភេទប្រទេសសត្វមួយនេះក៏វាអាចបង្កជំងឺគ្រុនពោះវៀនយ៉ាងខ្លាំងផងដែរហើយសត្វយ៉ានេះគឺវាផ្លាស់ទីដោយរោមញ័រហើយវាមានចលនាដោយសារផ្លាសែនហើយវាមានជីវិត2ដោយណៃយ៉ូវាមានចំនួន2និងណៃយ៉ូមួយទៀតមានជីវិត4ចំណែកឯការបន្តពូជវាវិញគឺដំណាក់កាលដំបូងវាចូលទៅក្នុងពងពោះវៀនរបស់យើងអញ្ចឹងវាបញ្ជូនពងរបស់វានឹងទៅក្នុងពោះវៀនហើយបន្ទាប់មកពងរបស់វានឹងក៏បានធ្វើចំណែកមីទោះនៃចំណែកណៃយ៉ូដែលបានកើតជាណៃយ៉ូជាច្រើននឹងហើយវាបានផ្ដាច់ជា2តាមមីទោះហើយវាបានបង្កើតទៅជាសាឌីយ៉ាជាច្រើនអញ្ចឹងដើម្បីឲ្យកាន់តែងាយយល់ពួកយើងក៏បានលើកយកឧទាហរណ៍យកមកផងដែរឧទាហរណ៍របស់ពួកយើងគឺនៅពេលដែលយើងញ៉ាំអាហារមួយដែលមានសាឌីយ៉ានៅក្នុងនឹងអញ្ចឹងនៅពេលដែលយើងញ៉ាំអាហារដែលមានសាឌីយ៉ានៅក្នុងអាហារហ្នឹងចូលទៅក្នុងពោះចឹងពងរបស់សាឌីយ៉ាទាំងអស់ហ្នឹងនឹងធ្វើការបន្តពូជនៅក្នុងពោះវៀនរបស់យើងហើយបើកាលណាសាឌីយ៉ារបស់យើងកាន់តែផលិតពងបានតែច្រើននោះយើងក៏អាចមានជំងឺពោះវៀនយ៉ាងខ្លាំងផងដែរមកយើងចូលមកចំណុចចុងក្រោយគេនៃប្រទេសសត្វគឺប្រភេទទី4នៃប្រទេសសត្វនោះគឺ Sporozoa អញ្ចឹងប្រភេទSporozoa ហ្នឹងគឺជាProtozoa ផ្លាស់បន្តពូជតាមរយៈSpore គឺជា Sporozoa ហើយ Sporozoa នេះគឺជាប្រភេទប្រទេសសត្វដែលរស់នៅជាបរ៉ាសិតនៅលើមនុស្សនិងសត្វផងដែរហើយការវិវត្តរបស់ផ្លាសូយសូមមាន6ដំណាក់កាល
គឺដំណាក់កាលទី1 មូសដែកគោញីខាំអ្នកជំងឺដែលមានជំងឺគ្រុនចាញ់ហើយមានស្ពរផ្លាស្មស្យូមហើយដំណាក់កាលទី2ស្ពរស្មាសូស្យូមបង្កកំណើតក្នុងខ្លួនមូសហើយដំណាក់កាលទី3ពេលមូសខាំអ្នកដែលគ្មានជំងឺស្ពរធ្វើដំណើរតាមចរន្តឈាមទៅកាន់ថ្លើមហើយដំណាក់កាលទី4នោះនៅក្នុងថ្លើមវានឹងបន្តពូជទៅតាមមីទួសដំណាក់កាលទី5ស្ពរខ្លះផ្លាស់ទីក្នុងឈាមហើយបន្តពូជទៅជាក្នុងកូលីកាក្រហមនិងដំណាក់កាលទី6កូលីកាក្រហមក៏បានផ្ទុះនិងបញ្ចេញស្ពរជាច្រើនដែលវាបានបន្តពូជបន្ទាប់ពីសិក្សាពីប្រទេសសត្វមកចឹងយើងមកចំណុចទី2គឺជាប្រទេសរុក្ខជាតិគឺជាភាវៈស្វ័យជីពដែលមិនអាចធ្វើរស្មីសំយោគបានអញ្ចឹងប្រទេសរុក្ខជាតិនេះគឺវាអាចផលិតអាហារដែលខ្លួនឯងបានមិនដូចប្រទេសសត្វទេដែលប្រទេសសត្វគឺពឹងផ្អែកទៅលើកោសិកាផ្សេងៗទៀតដើម្បីយកមកធ្វើជាអាហារហើយប្រទេសរុក្ខជាតិនេះមាន3ប្រភេទគឺប្រភេទឃ្លាំងឌីយ៉ាតូមេនិងសារ៉ាយឃ្លាំងគឺជាសារពាង្គកាយឯកកោសិកាចឹងឃ្លាំងនេះគឺជាសារពាង្គកាយដែលមានកោសិកាតែមួយគត់ហើយវាមានលក្ខណៈជាប្រទេសសត្វផងនិងជាប្រទេសរុក្ខជាតិផងដែរហើយឃ្លាំងនេះជាភាវៈបរជីពនៅពេលគ្មានពន្លឺនិងភាវៈស្វ័យជាតិនៅពេលមានពន្លឺបន្ទាប់មកយើងចូលមកប្រទេសរុក្ខជាតិប្រភេទទី2គឺឌីយ៉ាកូមេអញ្ចឹងឌីយ៉ាកូមេនេះគឺជាប្រទេសឯកោសិកាដូចប្រទេសរុក្ខជាតិប្រភេទទី1ផងដែរហើយវាមានប្រយោជន៍សម្រាប់ធ្វើជាចំណីត្រីនិងសត្វក្នុងទឹកដែលអាចច្នៃធ្វើជាថ្នាំដុសធ្មេញឬវត្ថុផ្សេងៗទៀតនៅពេលដែលប្រទេសនេះវាងាប់ហើយក្រុមរបស់ពួកយើងក៏បានដាក់រូបប្រភេទប្រទេសនេះនៅខាងក្រោមផងដែរអញ្ចឹងរូបភាពរបស់វាគឺស្រដៀងនឹងបបេមាត់មនុស្សយើងដែរតែគ្រាន់តែនៅខាងក្រោមវាដូចនៅខាងលើចុងក្រោយយើងមកចូលប្រភេទប្រទេសរុក្ខជាតិទី3គឺជាសារ៉ាយអញ្ចឹងសារ៉ាយវាមានផលប្រយោជន៍សម្រាប់ឲ្យមនុស្សយើងធ្វើជាអាហារនិងផលិតអាកាសក៏ផងដែរហើយវាមានសារធាតុសំខាន់សម្រាប់បណ្ដុះបាក់តេរីនៅក្នុងមន្ទីរពិសោធន៍ផងដែរហើយពួកយើងក៏បានដាក់រូបភាពក៏ដូចជារូបផ្គុំរបស់សារ៉ាយផងដែរហើយរូបផ្គុំរបស់សារ៉ាយមានដូចជាស្លឹកថង់ខ្យល់ដើមជាមួយនឹងជើងទម្រហើយសារ៉ាយក៏ចែកចេញជា3ក្រុមទៀតគឺក្រុមសារ៉ាយបៃតងសារ៉ាយក្រហមនិងសារ៉ាយត្នោតបន្ទាប់ពីយើងបានសិក្សាប្រទេសសត្វនិងប្រទេសរុក្ខជាតិហើយក៏ដូចជាប្រភេទរបស់វានីមួយៗយើងក៏បានចូលមកចំណុចទី3ដែលជាចំណុចចុងក្រោយនៃមេរៀនប្រទេសគឺប្រទេសសត្វចឹងប្រទេសសត្វគឺជាភាវៈបរជីពដែលកោសិកាមានភ្នាសគ្រងហើយវាបន្តពូជតាមរយៈស្ពរហើយប្រទេសសត្វបានចែកចេញជា2ក្រុមទៀតគឺស្លែភក់និងសត្វទឹកស្លែភក់គឺជាសារពាង្គកាយឯកកោសិកាហើយស្លែភក់គឺផ្លាស់ទីនឹងស៊ីអាហារដែលប្រើជើងបញ្ឆោតដូចអាមីតដូចគ្នាហើយស្លែភក់មានរូបរាងដូចចាហួយមួយយ៉ាងធំដោយសារការភ្ជាប់ជាមួយគ្នារវាងកោសិការបស់វាច្រើនបន្ទាប់មកយើងចូលមកចំណុចសត្វទឹកគឺជាចំណុចចុងក្រោយនិងក៏ជាប្រភេទចុងក្រោយនៃប្រទេសសត្វផងដែរអញ្ចឹងសត្វទឹកនេះគឺស្ថិតនៅក្នុង
ទឹកនិងកន្លែងដែលសើមៗមានទឹកតិចៗហើយវាស៊ីសាកសពធ្វើជាអាហារហើយពេលខ្លះទៀតវាក៏ជាបរាសិតដែលស្ថិតនៅក្នុងសត្វត្រីជាដើមហើយពេលខ្លះទៀតវាក៏អាចនៅលើរុក្ខជាតិដូចជាដំឡូងបារាំងពោតអីជាដើមអញ្ចឹងការបកស្រាយរបស់នាងខ្ញុំមានតែប៉ុណ្្នេះទេបើមានកំហុសខុសឆ្គងសូមលោកគ្រូអធ្យាស្រ័យហើយនាងខ្ញុំសូមអរគុណលោកគ្រូក៏ដូចជាសិស្សានុសិស្សទាំងអស់ដែលបានស្ដាប់នៃការបកស្រាយរបស់នាងខ្ញុំសូមជូនពរលោកគ្រូនិងសិស្សានុសិស្សទាំងអស់ជួបតារឿងល្អៗនាពេលចូលឆ្នាំថ្មីខាងមុខនេះសូមអរគុណ